បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបាទលោកគ្រូអ្នកគ្រូរៀមស្បនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានប្រភេទនៃគុជវ៉ាក្លូតបងប្អូនណាបាទគុជវ៉ាក្លូតឬក៏ជាជ័រវ៉ាក្លូតបងប្អូនណាបាទគឺ3ដុំឬក៏3អង្គគឺយកមកដាក់ថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណានៅក្នុងបណ្ដាញសង្គមបាទប្រភេទនៃគុជវ៉ាក្លូតឬក៏ជ័រវ៉ាក្លូតនេះគឺជាប្រភេទនៃរបស់កម្រមួយបងប្អូនណាបាទរបស់កម្រមួយរបស់នេះគឺកម្រជាងក្លឹមកម្រជាងនាងពួនរលេះវ៉ាក្លូតទៀតបងប្អូនណាបាទហើយបងប្អូនត្រូវចាំថាប្រភេទវ៉ាក្លូតក្លឹមវ៉ាក្លូតចាស់បារាណលោកប្រើខាងប៉ាពីខាងស្វិតខាងគង់នេះគឺដោយសារតែជ័រនេះឯងបងប្អូនណាបាទដោយសារតែជ័រនេះឯងបានលោកប្រើខាងស្វិតខាងគង់បងប្អូនណាបាទចុះតម្រាំនឹងដល់ជ័រសុទ្ធបែបនេះទៀតគឺមិនធម្មតាទេបងប្អូនណាគឺមិនធម្មតាទេបាទគឺមានអានុភាពខ្លាំងជាងក្លឹម10ដងបងប្អូនណាបាទមានអានុភាពខ្លាំងជាងក្លឹម10ដងបងប្អូនណាបាទប្រភេទនៃគុជវ៉ាក្លូតឬក៏ជាជ័រវ៉ាក្លូតនេះបងប្អូនណាបាទជ័រវ៉ាក្លូតនេះបាទចឹងយើងប្រើបានទាំងការពាររាល់នៅអំពើអំព័ន្ធមុនខ្មៅទាំងឡាយទាំងពួងប្រើបានទាំងស្វិតខាងពងបាទប្រើបានទាំងបន្សាបជាតិពុលបងប្អូនណាគេថាយើងពុលចំណីយើងបន្សាបជាតិពុលប្រើបានខាងរិទ្ធខាងអំណាចខាងបច្ចេះបងប្អូនណាបាទបន្សាបនៅអំពើមុនខ្មៅទាំងឡាយទាំងពួងបាទប្រភេទគុជវ៉ាក្លូតឬក៏ជាជ័រវ៉ាក្លូតនេះបងប្អូនណាបាទជ័រវ៉ាក្លូតនេះបាទគឺរបស់នេះគឺកម្របងប្អូនណាកម្រឲ្យពិសេសបងប្អូនណាសម្រាប់យើងដាក់តាមខ្លួនទៅណាមកណាយុបលុបសម្រាប់ការពារអំពើអំព័ន្ធដុសធ្វើជាឱសថសម្រាប់បន្សាបជាតិពុលបន្សាបនៅអំពើអំព័ន្ធមុនខ្មៅទាំងឡាយទាំងពួងបាទប្រភេទគុជវ៉ាក្លូតឬក៏ជាជ័រវ៉ាក្លូតនេះបងប្អូនណាបាទជ័រវ៉ាក្លូតនេះរបស់នេះគឺជាវត្ថុមួយដ៏កម្របងប្អូនណាបាទវ៉ាក្លូតមិនមែនយើងទៅកាប់ដើមហើយមានជ័រនោះទេបងប្អូនណាបាទលុះត្រាតែគាត់តាយសាកទៅគាត់កកជាជ័រកកជាអីបែបហ្នឹងទៅបាទនោះទើបមានជ័រច្រើនបែបនេះបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទហើយកន្លែងដែលមានជ័រនោះគឺមិនមានក្លឹមទេបាទគឺមិនមានក្លឹមទេបងប្អូនណាបាទគឺយើងសម្បាច់រកទៅគឺមានតែជ័រទេគឺអត់មានក្លឹមទេបងប្អូនណាបាទនេះហើយគឺជាប្រភេទនៃជ័រវ៉ាក្លូតឬក៏ជាគុជវ៉ាក្លូតបងប្អូនណាបាទជាតួអង្គមួយដ៏ពិសេសបងប្អូនណាបាទជាតួអង្គមួយដ៏ពិសេសបាទនិយាយទៅបើសិនជាយើងនិយាយទៅថាវាមានរិទ្ធិជះខ្លាំងជាងក្លឹមទៅទៀតបងប្អូនណាខ្លាំងជាងក្លឹមទៅទៀតបាទដោយសារក្លឹមយើងប្រើក៏ដោយសារតែជ័រនឹងដែរបងប្អូនណាធ្វើឲ្យក្លឹមខ្មៅធ្វើឲ្យក្លឹមអីក៏ដោយសារតែជ័រនេះឯងបងប្អូនណាដោយសារតែជ័រនេះឯងបាទហើយសម្រាប់ចាស់បារាណយកតការពីអំពើអំព័ន្ធមុនខ្មៅក៏គេយកដោយសារតែជ័រនេះឯងបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទការពីសពគ្រប់បែបយ៉ាងបងប្អូនណាបាទចឹងប្រភេទនៃជ័រវ៉ាក្លូតឬក៏ជាគុជវ៉ាក្លូតបងប្អូនណាបាទគុជវ៉ាក្លូតនេះបាទគឺរបស់ពិសេសរបស់កម្របងប្អូនណាបាទហើយរបស់ទាំង3ដុំឬក៏3អង្គនេះដែរដូចខ្ញុំបានជម្រាបចឹងបើសិនជាបងប្អូនដែលគាត់មើលឃើញហើយមាននិស្ស័យបងប្អូនណាបាទចង់យកទៅទុកគោរពបូជាថែអាសាបាទចង់យកទៅដាក់តាមខ្លួនសម្រាប់ការពារនៅសត្វសេរពឹសផ្សេងឬក៏ទុកតាមខ្លួនសម្រាប់ការពារនៅអំពើមុនខ្មៅទាំងឡាយទាំងពួងគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបានដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបានគឺលេខ Smart នឹងឯងបងប្អូនណាគឺលេខ Smart នឹងឯងបាទហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើអីវ៉ាន់គ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លឺលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរកស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទហើយនៅចុងក្រោយនេះក៏សូមជូនពរដល់បងវរៈកងទ័ពដែលនៅជួរមុខបាទសូមឲ្យទេវតាឆ្នាំថ្មីឬក៏ទេវតាដែលថិតថែរក្សានៅទិសនៅលើទឹកដីបរិយាជាណាចក្រទាំងមូលសូមថែរក្សាបងកងទ័ពឲ្យឈ្នះនៅអស់មារសត្រូវទាំងឡាយទាំងពួងឲ្យគាត់មានសុខភាពល្អនិងកម្លាំងមាំមួនបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលា